មានម្នាក់មួយផងណាអញ្ចឹងបើបានធ្វើរីហើយដើម្បីកុំឲ្យខាតពេលយូរតោះយើងចាប់ផ្ដើមសាច់រឿងផ្ដើមពីក្នុងព្រៃដ៏ជ្រៅមួយឆ្ងាយពីកន្លែងប្រជាជនរស់នៅក្នុងនោះមានក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Goku ជាក្មេងកំព្រារស់នៅជាមួយនឹងធម្មជាតិហើយមានកម្លាំងខ្លាំងមែនតែនថ្ងៃជាមួយគ្នានឹងដែរមានក្មេងស្រីម្នាក់ឈ្មោះថា Bulma នាងធ្វើដំណើរមកពីទីក្រុងដ៏សែនឆ្ងាយដើម្បីស្វែងរក Dragon Ball ងាកមកខាង Goku វិញរាល់ថ្ងៃគេរស់នៅជាមួយនឹង Dragon Ball មួយគ្រាប់ដែលគេហៅ Dragon Ball នោះថាលោកតាព្រោះតែគេគឺជាក្មេងកំព្រាត្រូវបានលោកតាម្នាក់រើសមកចិញ្ចឹមហើយគាត់បានចាក់ចេញពីគេដោយទុក Dragon Ball មួយគ្រាប់នេះឲ្យគេអញ្ចឹងគេហៅ Dragon Ball នោះថាជាលោកតារបស់គេតែម្ដងតែក៏អត់ទាន់ប្រាប់ថាលោកតា Goku ជាណាគេដែរចាំមើលសិនទៅគឺដឹងហើយគ្នាយើងហើយក្រៅពីមើលថែលោកតា Goku តែងតែចូលទៅក្នុងព្រៃបេះផ្លែឈើហាត់ក្បាច់គុណបលែងលេងជាមួយនឹងសត្វព្រៃជាដើមព្រោះថាគេកម្លាំងខ្លាំងហើយក៏ជារឿងដែលចៃដន្យដែរម្លងពេលដែល Goku អូសត្រីមួយក្បាលចេញពីទឹកស្រាប់តែជួបគ្នាជាមួយនឹង Bulma ហើយ Goku របស់យើងនឹងអត់ស្គាល់ថាស្អីជាឡានស្អីជាមនុស្សទេគាត់នៅតែក្នុងព្រៃឃើញ Bulma ភ្លាមប្រងលើកឡាន Bulma ក៏វត្តចោលហើយថែមទាំងគម្រាម Bulma សួរថា Bulma នឹងមនុស្សក៏សត្វអីក៏ចម្លែកមែនមានស្អីនេះដូចសត្វអីចេះដើរអញ្ចឹង Bulma គ្នាភ័យដែរដកកំភ្លើងបាញ់យកបដ ហើយតែកូន Goku នោះវាមានខ្លាចកំភ្លើងស្អីដកដបងផងវាយ Bulma តតែ Bulma ប្រាប់ថាមនុស្សដូចតែគ្នាហ្នឹងនិយាយគ្នាបានតាបាន Goku គេឈប់ហើយហេតុតែគ្នាមិនដែលឃើញមនុស្សស្រីគ្នាយើងហើយពេលដែលនិយាយមួយ Bulma សុកហ្នឹងយកឈើទៅលើកសពុតគេមើល Leo អីណាឡើយធ្វើឲ្យ Bulma គ្នាអៀនដល់កតែចំពោះ Goku អារឿងមើល Leo មើលអីហ្នឹងគាត់គ្មានចំណង់ចំណូលចិត្តស្អីទេព្រោះគាត់មនុស្សព្រៃអត់ដែលឃើញមនុស្សស្រីអត់ដែលអីទេដោយសារតែ Goku របស់យើងហ្នឹងជាម្បូរមនុស្សកាត់មួយស្វាគាត់មានកតុយទៀត Bulma ក៏អត់ប្រកាន់ច្រើនដែរពួកគេទាំងពីរនាក់និយាយគ្នាចោះឡើង Goku ក៏ប្រាប់ថានៅផ្ទះគាត់មានលោកតាម្នាក់រៀងដូចជាបាល់អញ្ចឹងណាបាល់ Dragon Ball គ្នាយើងក៏ជួនពេលដែល Bulma កំពុងតែស្វែងរក Dragon Ball ផងនាងក៏សុំទៅមើលផ្ទះរបស់ Goku ពេលទៅដល់ផ្ទះរបស់ Goku ឃើញ Dragon Ball ភ្លាម Bulma សប្បាយចិត្តមែនតើព្រោះវាជាអ្វីដែល Bulma តាមរកជាយូរមកហើយ Bulma ផ្ទាល់នាងក៏មាន Dragon Ball ចំនួន2គ្រាប់ផងដែរតែ Goku វិញអត់ដឹងថា Dragon Ball ហ្នឹងគេយកទៅធ្វើអីទេតាមពិតទៅ Dragon Ball ហ្នឹងគឺជាវត្ថុដ៏មានតម្លៃខ្លាំងមែនតើសូម្បីតែស្ដេចនៃម្បូរមនុស្សខៀវម្នាក់ដែលមានឈ្មោះថា Pila ក៏កំពុងតែដើររក Dragon Ball ដែរដោយ Dragon Ball នេះពេលដែលយើងរកវាបានចំនួន7គ្រាប់ដាក់ជុំគ្នាពេលនោះនឹងមានស្ដេចនាគរិម្នាក់ឈ្មោះថា Shenlong បង្ហាញខ្លួនហើយគាត់នឹងឲ្យបំណងប្រាថ្នាទៅកាន់យើងមួយដែលយើងប្រាថ្នាអីក៏គាត់ឲ្យបានសម្រេចដែរចំពោះស្ដេចនៃម្បូរមនុស្សខៀវ Pila គាត់ចង់បាន Dragon 7គ្រាប់ប្រជុំគ្នាដើម្បីសុំបំណងប្រាថ្នាធ្វើជាអ្នកគ្រប់គ្រងពិភពលោកចំណែកឯ Bulma វិញនាងដើររក Dragon Ball ទាំង7គ្រាប់ហ្នឹងគឺដើម្បីសុំបានសង្សារដ៏ស្អាតម្នាក់អីចឹងណានិយាយទៅប្លែកមែនតើទៅ Bulma ក៏សម្រេចចិត្តសុំ Dragon Ball មួយគ្រាប់ពី Goku តែ Goku អត់ព្រមឲ្យនាងទេព្រោះជាលោកតារបស់គាត់ឲ្យមកចែមកនេះចែឲ្យមើលនេះមើលយីអូឲ្យមើលអត់អូយអត់មើលអត់ឆ្អាតរងអត់ចេះអាហ្នឹងឆ្អីក៏បេះគួរអាខកចំពោះ Goku អារឿងមើល Leo អីហ្នឹងគាត់អត់ចេះមើលទេព្រោះគេជាក្មេងល្អហើយដោយហេតុថាមិនអាចបញ្ចុះ Goku សុំ Dragon Ball បាន Bulma ក៏បបួល Goku ហ្នឹងទៅធ្វើបេសកកម្មស្វែងរក Dragon Ball ជាមួយនឹងគ្នាដោយប្រាប់ Goku ថាចេញទៅពិភពខាងក្រៅមានសមុទ្រមានភ្នំដ៏ស្រស់ស្អាតបានឃើញ Dinosaur អីចឹងទៅ Goku លឺអញ្ចឹងភ្លាមអត់ចាំយូរទេទៅហ្មងព្រោះអីគាត់នៅតែក្នុងព្រៃមុននឹងចេញដំណើរ Bulma ក៏បានប្រើដបអ្វីមួយយ៉ាងគប់ទៅចេញម៉ូតូដោយបច្ចេកវិទ្យាមួយនេះគេឲ្យឈ្មោះថា Hoi Poi ដោយយើងធ្វើការផ្ទុកម៉ូតូឬក៏ផ្ទះអីនៅក្នុងអាដបដែល Bulma កំពុងតែកាន់ហ្នឹងណាគ្នាយើង Goku ឃើញអញ្ចឹងភ្លាមភ័យហ្មងខ្លាចតែ Bulma នឹងជាយាយធ្មប់ចាប់គាត់ទៅស៊ីកាលៀនទេតែក៏តោងកតុយគេទៅពីក្រោយធ្វើមិនដឹងពេលដែលចេញដំណើរបានមកសន្ទុះ Bulma ក៏ឈឺបាត់ជើងទៅរកគុំឈើបាត់ជើងសិនតែក៏សំណាងអត់ល្អទេពេលហ្នឹងបានជួបជាមួយ Dinosaur ស្លាប់មួយក្បាលចាប់ Bulma ជាប់អា Goku នោះវាគិតថា Dinosaur ហ្នឹងពួកម៉ាក់ Bulma បល័យលេងមួយ Bulma ដល់អញ្ចឹងទៅក៏សម្រេចចិត្តឲ្យ Dinosaur ហ្នឹងចាប់ចងគេជាប់ទៅនឹងដើមឈើអង្គុយចាំនៅនឹងអញ្ចឹងណាទាំងដែល Dinosaur នោះចាប់ Bulma យកទៅស៊ីគ្នាយើងអូយ Goku អើយជួយផងគេចាប់ខ្ញុំយកទៅស៊ីទេមកជួយផងដល់លឺ Bulma ស្រែកអញ្ចឹង Goku ទំដឹងខ្លួនថាតាមពិតទៅអា Dinosaur នេះវាយក Bulma ទៅស៊ីអញ្ចឹង Goku ក៏បានហក់ទៅជួយ Bulma អញ្ចឹងណាពេលហ្នឹង Goku បានប្រើក្បាច់ដំបងពិសេសរបស់គេមួយដែលមានឈ្មោះថា Yoibo ប្រែដំបងទៅជាវិញដាក់ក្បាល Dinosaur នឹងឡើងពកនិយាយទៅ Goku របស់យើងនេះគ្មានដឹងស្អីទេបន្ទាប់ពីជួយ Bulma ហើយពួកគេក៏បន្តដំណើរទៅមុខទៀតពួកគេបានធ្វើដំណើរអស់ជាច្រើនម៉ោងតាមផ្លូវឥឡូវនេះមេឃក៏យប់ដែរហើយ Bulma ក៏ប្រើបច្ចេកវិទ្យា Hoi Poi របស់នាងគប់បង្កើតជាផ្ទះមួយស្នាក់នៅបណ្ដោះអាសន្នសិនវ៉ាអាចែហ្នឹងមនុស្សក៏ខ្មោចអត់ដែលឃើញទេតិចអាចែហ្នឹងចាប់ស៊ីកលៀនបាត់ហើយ
bộ má có bây giờ gỗ khu pi về chạy về chia nơi ti krong vậy ta đi cứ chỉ riêng thom mà đa tết sẽ làm mình đi luôn nơi ti krong tại đây gỗ khu bởi dân cái luôn ở khăn ông pray anh chẳng tới bà hai chỉ mình đại khơi hai cầm tha lai về chạy về chia xung bay tại ngut tắc đôi bù nó gỗ khu cái đại ngut tắc phong chẳng bùi má có chập ở cái tại ngut tắc chẳng á tại cái ôn việc đó khao mất mình tục ấy tệ cái đào viên mong à ôn này mưa sẽ kia nó khang bố có ai cho đây băng khang một tí chứ băng chân mến băng phân hai chân mến vậy tới ở đơn ấy từng om mong hai pe đại ngu tận nó bùi má các bạn khơi cái tôi là bao gỗ khu bạn xua kia tha kia cái chiêu mình nữ có bày sai chẳng á tại tạm bên tới gỗ khu bây giờ mình nữ được cái đồ ấy khỏi khi nên cái tôi bùi má trong khai đây ta pe đại ngu tận ở gỗ khu hái đào bên bùi má từng ngu tận mà đòn tại sao muốn nó bùi má chui mũi tận ấy luôn à đòn chẳng tới gỗ khu xong từ mũi tận ấy bùi má vinh ế thôi chẳng mày cá trong mình nữ say á mình nữ say nó ấy cái ắt qua phòngបន្ទាប់ពីនឹងមកយើងងាកមកកាន់ស្ដេចភីឡាជាអធិរាជនៃមនុស្សពណ៌ខៀវគាត់ប្រាប់ឲ្យកូនចៅគាត់នឹងធ្វើមិនក៏ដោយស្វែងរក Dragon Ball យកមកឲ្យគាត់ទាំង7គ្រាប់កូនចៅចំណិតរបស់ស្ដេចភីឡាមាន2នាក់អបិឆ្កែនឹងមានឈ្មោះថាឈូឯម្នាក់ស្រីនេះគឺមានឈ្មោះថាម៉ៃម៉ៃប្រាប់ភីឡាថាឥឡូវនេះពួកគេបានស្វែងរកឃើញទីតាំងរបស់ Dragon Ball ដែលនៅក្នុងព្រៃដ៏សែនឆ្ងាយមួយព្រោះវាមានពណ៌ក្រហមពួកគេខថាជា Dragon Ball ណាភីឡាក៏អត់ចាំយូរដែរដេញឲ្យកូនចៅគាត់ទៅយកមកឲ្យគាត់ភ្លាមហ្មងងាកមកខាង Goku វិញឥឡូវនេះគេអង្គុយញ៉ាំបាយជាមួយនឹង Bulma តែម្ហូបដែល Bulmaញ៉ាំគឺ Goku អត់ចេះញ៉ាំទេអញ្ចឹងគាត់ក៏សុំចេញទៅក្រៅដើម្បីរកម្ហូបមកញ៉ាំខ្លួនឯងចេញទៅខាងក្រៅ Goku គេបានទៅវាយក្អែបវាយអីនិយាយទៅចម្លែកមែនតើម្ហូបគេហ្នឹងក៏ជួនពេលហ្នឹងក៏បានឃើញយន្តហោះរបស់កូនចៅស្ដេចភីឡាគេគិតថានោះគឺជាចាបអញ្ចឹងក៏ដេញប្រមាញ់យន្តហោះហ្នឹងតែម្ដងហើយកូនចៅរបស់ស្ដេចភីឡាវិញពួកគេហោះសម្ដៅទៅក្នុងព្រៃកន្លែងដែលមានពលឺពណ៌ក្រហមគិតថាជា Dragon Ball តែមិនទាន់បានចូលទៅឆែកផង Goku មកដល់ល្មមប្រាប់ពួកគេថាអាយន្តហោះហ្នឹងគឺជាចាបរបស់ខ្ញុំឯណាអត់មានប្រមាញ់ទេហើយស្របពេលដែលឈរនិយាយគ្នាសុកអាពលឺពណ៌ក្រហមហ្នឹងក៏បានបង្ហាញខ្លួនតាមពិតទៅវាមិនមែន Dragon Ball ណាសុទ្ធតែឆ្កែចចកគ្នាយើងឈូហើយនឹងម៉ៃឃើញឆ្កែចចកភ្លាមដាក់មេប្រុយរត់ពេញហ្នឹងតែចំពោះ Goku អត់ខ្លាចទេឆ្កែចចកដូចជាចំណីពិសេសរបស់គាត់អញ្ចឹងវាយគ្នាជាមួយឆ្កែចចកសុកឈូហើយនឹងម៉ៃបើកយន្តហោះរត់ Goku គិតថាចាប់របស់គាត់រត់កិច្ចគេក៏បានប្រើយុយបោហោះទៅធាក់យន្តហោះនៅឡើងខ្ទប់ទៅតែដឹងថាតាមពិតទៅអានេះមិនមែនចាប់ផងនឹងយន្តហោះសោះញ៉ាំអត់កាត់អលីងបន្ទាប់ពីរយចំណីហើយគាត់ក៏បានត្រឡប់មកផ្ទះវិញកាន់ក្អែបមួយឆ្កែចចកមួយតែប៊ូម៉ាគ្រាន់តែឃើញក្អែបហើយឆ្កែចចកដេញ Goku ចេញពីផ្ទះហ្មងទៅញ៉ាំណាញ៉ាំទៅញ៉ាំហើយចាំចូលផ្ទះចម្លែកដល់ក៏បន្ទាប់មកនៅយប់ហ្នឹងដែរគេក៏បានគេងជុំគ្នាដោយ Goku ដំបងឡើយសុំគេងលើផ្លូវប៊ូម៉ាព្រោះត្រឡប់នៅមួយតារបស់គេគេងកៅផ្លូវតែប៊ូម៉ាដោយសារតែនាងជាស្រីចឹងអត់ឲ្យគេងទេបន្ទាប់មកពេលព្រឹកក៏បានចូលមកដល់ស្របពេលដែលប៊ូម៉ាអត់តន់ភ្ញាក់ Goku ឃើញថាផ្លូវតំណងចង់ឡើងទៅគេងតែដូចជារឿងទៅមិនមែនផ្លូវនេះជីតារបស់គេដូចមិនមែនចឹងទេយកដៃទៅផ្ទះទៀតសំដល់ក៏អូយប៊ូម៉ាជាស្អីប្រកាសហ្នឹងអត់មានណយដូចខ្ញុំផងហ្នឹងប៊ូម៉ាអើយបាត់ហើយប៊ូម៉ាគ្នាលឺអញ្ចឹងហើយងើបស្ទុះទៅមើល Dragon Ball តែគ្មានដឹងទេអាកូន Goku ហ្នឹងវានិយាយពីបាត់ណយអ្នកអត់ដឹងគឺគ្មានកំហុសទេអ្នកអត់ដឹងគ្មានកំហុសទេនៅព្រឹកហ្នឹងដែរដោយសារតែ Goku ជាទម្លាប់រកព្រឹករបស់គេគឺរត់ហាត់ប្រាណនិងប្រើកម្លាំងគេក៏បានចេញទៅមុខផ្ទះចាប់ដុំថ្មវាយបំបែកឡើងខ្ទេចប៉ុណ្ណាណែច្បាច់ឡើងខ្ទេចមកគ្នាយើងហើយបន្ទាប់ពីវាយដុំថ្មនឹងខ្ទេចគេក៏បានទៅជួបអណ្ដើកប៊ីននឹងដាក់អណ្ដើកហ្នឹងឡើងខ្ទេចទៀតអណ្ដើកនោះភ័យ Monster ទេដោយនេះគឺជាអណ្ដើកសមុទ្រមានឈ្មោះថាខាមេគាត់ហ្នឹងគឺវង្វេងសមុទ្ររកសមុទ្រអត់ឃើញទេឥឡូវមកស្នើសុំឲ្យ Goku ហ្នឹងឲ្យស្រាយសមុទ្រជាមួយនឹងទឹកសមុទ្រគាត់ផឹកខ្លះមកក៏ដូចជាគាត់ចង់ឲ្យ Goku ហ្នឹងជូនដំណើរគាត់ត្រឡប់ទៅកាន់សមុទ្រវិញចឹងណាព្រោះគាត់វែងសមុទ្រអស់មួយឆ្នាំជាងហើយអត់មានសារជាតិសមុទ្រជាប់ខ្លួនទេចង់ងាប់បាត់ហើយប៊ូម៉ាលឺអញ្ចឹងក៏បានយក map មកមើលឃើញថាសមុទ្រនៅរយៈចម្ងាយ100គីឡូម៉ែត្រជាងប៊ូម៉ានាងអត់ចង់ជួយទេចង់ឲ្យអណ្ដើកនឹងដើរទៅដោយខ្លួនឯងទៅតែបើគិតតាមសមត្ថភាពដើររបស់អណ្ដើកវាយឺតខ្លាំងពេកចំណាយពេលមួយឆ្នាំមិនទាន់ដល់ផង Goku គាត់ចង់ជួយអណ្ដើកនឹងដោយជូនវាទៅអញ្ចឹងណាតែប៊ូម៉ាក៏ប្រាប់ថាបើ Goku ជូនទៅពួកគេចែកផ្លូវគ្នាព្រោះវាជារឿងមួយដ៏ខាតពេលមែនតែនតែ Goku ហាមមិនឈ្នះគាត់ក៏បានរត់ជូនអណ្ដើកនឹងទៅប៊ូម៉ាដំបងឡើយគឺតែចង់កាត់ការ Goku ចោលតែគិតទៅគាត់ចង់បាន Dragon Ball ពី Goku ផងក៏សម្រេចចិត្តទៅជាមួយនឹង Goku តែម្ដងអញ្ចឹងបេសកកម្មរបស់ពួកគេពេលនេះគឺជូនដើកត្រឡប់ទៅកាន់មហាសមុទ្រវិញពេលដែលពួកគេធ្វើដំណើរតាមផ្លូវសុកក៏បានជួបប្រទះជាមួយនឹងខ្លាឃ្មុំដ៏ធំមួយខ្លាឃ្មុំមួយនេះវាចង់ស៊ីអណ្ដើកដោយប្រាប់ Goku ថាបើចង់រស់ឲ្យអណ្ដើកនឹងមកហើយ Goku ទៅណាក៏ទៅតែ Goku បើយើងជាក្មេងប្រុសម្នាក់ដែលជួយគេជួយឲ្យចាប់ចុងចប់ដើមក៏អត់ព្រមឲ្យអណ្ដើកទៅខ្លាឃ្មុំស៊ីទេទើបប្រាប់ឲ្យ Bulma មួយអណ្ដើកថយក្រោយសិនទៅ Goku ក៏បើកឆាកប្រយុទ្ធគ្នាជាមួយនឹងខ្លាឃ្មុំនឹងតែម្ដង
ពេលដែលចាត់ការខ្លាឃ្មុំនោះបានហើយ Goku ក៏បន្តដំណើរជូនដើរទៅកាន់សមុទ្របន្តទៀតឥឡូវនេះពួកគេបានធ្វើដំណើរមកកាន់មហាសមុទ្រហើយអណ្ដើកឃើញទឹកចឹងភ្លាមគាត់សប្បាយចិត្តមែនតើគាត់ក៏បានវាចូលទៅក្នុងទឹកដោយប្រាប់ Goku និង Bulma ឲ្យចាំបន្តិចទៅគាត់មានកាដូឲ្យពួកគេតែមួយផ្លែតនោះទេមកវិញហើយចំពោះ Bulma នាងជាក្មេងស្រីម្នាក់ដែលមិនសូវជាចង់ជួយគេប្រហែលទេហារឿងចាំអីហ្នឹងគួរឲ្យធុញមែនតើតែ Goku ចង់ Bulma ទៅណាក៏ទៅគាត់នៅអង្គុយចាំតែគាត់ក៏បានដែរងាកមកកាន់ស្ដេច Pila ណែវិញគាត់គឺជាស្ដេចនៃព្រៃផ្សិតដែលមានប្រជាជនក្រោមអាវ៉ាច្រើនមែនតើក៏ប៉ុន្តែ Dragon Ball របស់គាត់ពេលនេះគឺមានតែមួយគ្រាប់ទេអញ្ចឹងចង់រក6គ្រាប់មកបន្ថែមទៀតស្របពេលហ្នឹងដែរ Shu ហើយនិង Mai ក៏ប្រាប់គាត់ថា Dragon Ball ដែលគាត់បញ្ជាឲ្យទៅហ្នឹងមិនមែន Dragon Ball ទេគឺសុទ្ធតែឆ្កែចចកសុទ្ធលឺអញ្ចឹងហើយ Pila ខឹងខ្លាំងមែនតើតែពេលនោះក៏មានទូរស័ព្ទមួយខលមកកាន់គាត់ដោយប្រាប់គាត់ថាពេលនេះគេទទួលបាន location របស់ Dragon Ball មួយគ្រាប់ស្ថិតនៅឯមហាសមុទ្រឯណោះ Pila លឺអញ្ចឹងភ្លាមក៏អត់ចាំយូរដែរព្រោះកូនចៅគាត់ឡើងយន្តហោះទៅរកតែម្ដងយើងក៏លេចមកកាន់ Goku វិញឡងពេលដែលអង្គុយចាំដើរ Kame ឥឡូវនេះដើរ Kame ក៏បានត្រឡប់មកវិញហើយដែលនាំជាមួយលោកតាចាស់ម្នាក់ដែលជាមិត្តរបស់គាត់លោកតាចាស់ម្នាក់ហ្នឹងមានឈ្មោះថា Master Roshi ដែលដឹងថា Goku ជាអ្នកជួយដើរ Kame គាត់ក៏មានកាដូមួយឲ្យទៅកាន់ Goku គាត់បានកោះហៅជាមួយនឹងពពកមួយដែលមានឈ្មោះថា Kinto ពពកមួយនេះតតែមនុស្សបរិសុទ្ធទៅអាចជីវវាបានសូម្បីតែ Master Roshi ហ្នឹងក៏អាចជីវបានដែរព្រោះគាត់អត់បរិសុទ្ធតែពេលដែល Goku ឡើងទៅគឺអាចជីវហោះរុយតែម្ដងងាកមកកាន់ស្ដេច Pila វិញឥឡូវនេះក៏បានធ្វើដំណើរមកដល់ផ្ទះរបស់ Master Roshi នៅឯកណ្ដាលមហាសមុទ្រពួកហ្នឹងគិតថា Roshi មាន Dragon Ball ក៏ចង់ចូលទៅចាត់ការតែម្ដងតែគាត់ជួនអីពេលហ្នឹង Master Roshi មាននៅផ្ទះណាគាត់ពងតែនៅមួយ Goku ឯណែឯ Goku យើងវិញពេលដែលបានពពក Kinto ជីហ្នឹងសប្បាយមែនតើហោះឡើងវិញណាវិញណីហ្មង Bulma ឃើញ Goku បានពពក Kinto អញ្ចឹងនាងក៏សុំសួរ Master Roshi រកកាដូមួយដែរដោយសារតែនាងបានឲ្យសារាយសមុទ្រទៅកាន់ដើកញ៉ាំដែរ Master Roshi ប្រាប់ថាបើចង់បានកាដូឲ្យគាត់សុំមើល Leo តិចមកខូចអញ្ចឹងបានអត់បរិសុទ្ធហើយ Bulma ហេតុតែចង់បានកាដូហ្នឹងក៏ព្រមឲ្យ Master Roshi មើលពេលហ្នឹងទៅឡើងឈាមច្រមុះបន្ទាប់ពីមើល Leo Bulma ហើយអត់ដឹងថាឲ្យស្អីទៅកាន់ Bulma ទេគាត់ជួនពេលហ្នឹង Bulma ក៏សម្លឹងឃើញ Dragon Ball នៅលើករបស់ Master Roshi នាងក៏បានសុំ Dragon Ball ធ្វើជាកាដូគ្នាយើងហើយ Master Roshi ដំបងឡាតព្រមឲ្យទេដល់ Bulma លាត់ Leo ចុះឡើងអាពេលនោះបងឲ្យពេលហ្នឹងទៅនិយាយទៅខូចមែនតើ Master Roshi ហ្នឹងងាកមកខាងស្ដេច Pila វិញពេលដែលនៅលើផ្ទះរបស់ Master Roshi ពួកគេរងចាំគាត់ត្រឡប់មកវិញឥឡូវនេះ Master Roshi ត្រឡប់មកវិញហើយពួកហ្នឹងក៏គម្រាមរក Dragon Ball ដែល Dragon Ball នៅជាប់ខ្លួនគាត់ហ្នឹងគឺជា Dragon Ball លេខ4តែ Master Roshi ឲ្យទៅកាន់ Bulma បាត់ហើយហ្នឹងក៏ប្រាប់ពួកហ្នឹងថាឲ្យទៅ Bulma បាត់ហើយបើចង់បានទៅតាមរក Bulma ទៅពួកហ្នឹងក៏ឈាមទៅតាមរក Bulma អញ្ចឹងណាតែពេលមុនដែលគេទៅគេក៏ប្រាប់ឲ្យ Master Roshi ហ្នឹងជួយរុញអាយន្តហោះគេចូលទឹកព្រោះអាហ្នឹងជីលើទឹកបាន Master Roshi គាត់ក៏បានយកឈើច្រត់គាត់ហ្នឹងទៅចាក់ឡើងធ្លុះដល់ពួកហ្នឹងជីទៅរក Bulma មួយ Goku ហ្នឹងមានតាន់ទៅដល់ណាលិចចូលទឹកឡើងភ្លុងបាត់សមោឈឹងហើយសាច់រឿង Dragon Ball នៅក្នុងភាគ1 admin ក៏សុំបញ្ចប់ត្រឹមហ្នឹងដែរមិនដែរអ្នកគ្នាភាគ1នេះទទួលយកបានអត់ admin សាកដាក់ meme ដាក់អីចូលអញ្ចឹងណាអត់សាំណាហើយបើសិនជាសាំភាគក្រោយ admin ធ្វើរៀងខ្លីវិញហើយនិយាយសុតយកហ្មងហើយបើសិនជាអ្នកគេគិតថាល្អមើលកុំភ្លេចចុច like ក៏ដូចជា subscribe ឲ្យ admin ម្នាក់មួយផងហើយ comment លើកទឹកចិត្តចុចបេះដូងចុចអីចឹងទៅអញ្ចឹង admin មានតែប៉ុណ្្នឹងទេអរគុណច្រើនដែលបានតាមដានទស្សនាពីដើមមកដល់ចប់ពីចំណុចនេះខ្ញុំបាទ AG សូមអរគុណ